ពីវិបត្តិភូមិសាស្ត្រនយោបាយទៅជាវិបត្តិអតិផរណាលោក Daniel Marburger នាយកប្រតិបត្តិក្រុមហ៊ុន Stoic Bullion បាននិយាយថាអ្វីដែលយើងកំពុងតែឃើញគឺជាឧទាហរណ៍ជាក់ស្ដែងនៃអ្វីដែលខ្ញុំហៅថាភាពផ្ទុយគ្នានៃវិបត្តិប្រេងនៅក្នុងទីផ្សារមាសភាពផ្ទុយគ្នានោះគឺថាអតិផរណាធម្មពលដែលបណ្ដាលមកពីតម្លៃប្រេងកំពុងតែជួយពង្រឹងតម្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិកនិងអត្រាការប្រាក់កត្តាទាំងពីរនេះកំពុងតែប្រឆាំងទៅនឹងមាសដែលជាទ្រព្យសកម្មអតិផរណាដែលគួរតែទទួលបានផលចំណេញពីវាលោកបានបន្តថាការហក់ឡើងនៃតម្លៃនៅដំណាក់កាលដំបូងគឺជារឿងសមហេតុផលដែលជាប្រតិកម្មការពារខ្លួនទៅនឹងវិបត្តិភូមិសាស្ត្រនយោបាយដ៏ធំទោះជាយ៉ាងណាក៏ដោយការធ្លាក់ចុះតម្លៃមកវិញឆ្លុះបញ្ចាំងអំពីការផ្លាស់ប្ដូរកាន់តែស៊ីជម្រៅលោក Marburger បានបន្ថែមទៀតថាការហក់ឡើងនៃតម្លៃប្រេងឥឡូវនេះត្រូវបានគេមើលឃើញថាជាការគំរាមកំហែងនៃអតិផរណាការផ្លាស់ប្ដូរការយល់ឃើញនេះពីវិបត្តិភូមិសាស្ត្រនយោបាយទៅជាវិបត្តិអតិផរណាគឺជារឿងសំខាន់បំផុតវិនិយោគិនដែលធ្លាប់រំពឹងថានឹងមានការបញ្ចុះអត្រាការប្រាក់ជាច្រើនលើកនៅក្នុងឆ្នាំ2026ឥឡូវនេះកំពុងតែព្យាករណ៍ពីគោលនយោបាយហិរញ្ញវត្ថុដែលរឹតបន្តឹងជាងមុននេះហើយជាមូលហេតុដែលវាផ្លាស់ប្ដូរការគណនារបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក